បងប្អូនខ្ញុំឆ្ងល់ដល់ហើយការកាត់តិចក្រាញ់មនុស្សប្រុសខ្ញុំអ្នកទទួលខ្ញុំអ្នកកាត់ខ្ញុំអ្នកធ្វើតើមិនមនុស្សមួយចំនួនណាដូចត្រង់រើសអាវខ្ញុំហ៎គ្រាន់តែកាត់តិចក្រាញ់មនុស្សប្រុសមានអីអាក្រក់មើលនេះសិតតែជាការងារដែលសិតចរិតខ្ញុំអត់មានអីត្រូវខ្មាស់គេទេសម្រាប់គោលបំណងខ្ញុំរាល់ថ្ងៃនេះខ្ញុំកាត់តិចក្រាញ់មនុស្សប្រុសមិនថាស្រីមិនថាប្រុសមិនថាចាស់មិនថាក្មេងទេខ្ញុំកាត់ឲ្យទាំងអស់ឲ្យតែបងទាំងអស់គ្នាមានបញ្ហាសម្រាប់ខ្ញុំការរើសអើងគឺអត់មាននៅក្នុងខួរក្បាលខ្ញុំហ្មងខ្ញុំនិយាយមែនហើយមិនដូចធុងអើយប្រវាចិត្តស្អិតទ្រង់មួយខ្ញុំម៉េះគ្រាន់តែខ្ញុំកាត់តិចក្រាញ់មនុស្សប្រុសសោះមិនប្រុសអត់មានបេះដូងហ៎មើលបងប្រុសទាំងអស់គ្នាដែលគាត់មកកាត់តិចក្រាញ់នៅក្នុងហាងខ្ញុំតែមានអ្នកដែលគេនិយាយអញ្ចឹងបែរមានអារម្មណ៍មិនដែរបងបើសម្រាប់ខ្ញុំវិញខ្ញុំនិយាយមែនមនុស្សប្រុសមនុស្សស្រីយើងមនុស្សដូចតែគ្នាទេបើឡែងនៅតែរើសអើងថាអូយមនុស្សប្រុសខ្ញុំមិនកាត់ទេខ្ញុំធ្វើតែមនុស្សស្រីទេកាត់តិចក្រាញ់មនុស្សប្រុសមើលទៅអាក្រក់មើលសម្រាប់ខ្ញុំអត់មានអីអាក្រក់មើលទេខ្ញុំបានឲ្យតែបងប្រុសគាត់មកធ្វើកញ្ចក់នៅហាងខ្ញុំមិនកាន់តែច្រើនខ្ញុំនិយាយឲ្យត្រង់ហើយខ្ញុំនិយាយអស់ទៅបងប្អូនការកាត់តិចក្រាញ់មនុស្សប្រុសងាយស្រួលកាត់ជាងមនុស្សស្រីទៀតហើយពីច្រើនណាបងទាំងអស់គ្នាដែលគាត់មកហាងខ្ញុំគឺគាត់មានអារម្មណ៍ថាគាត់អត់មានសម្ពាធមកកន្លែងខ្ញុំគាត់ថែមទាំងមានអារម្មណ៍ថាអូយមានទំនុកចិត្តធ្វើស្អាតមានអនាម័យហើយជាងរុះរាយទៀតឯដែលគាត់មកហាងខ្ញុំគឺមានអារម្មណ៍ថាគាត់មានទំនុកចិត្តហ្មងហើយគាត់ happy សប្បាយចិត្តនៅក្នុងការមកធ្វើតិចក្រាញ់នៅក្នុងហាងខ្ញុំមានអាជីពកាត់តិចក្រាញ់មិនថាប្រុសមិនថាស្រីរហូតដល់ឥឡូវនេះដោយសារតែខ្ញុំមានគំនិតគិតមួយថាអញ្ចេះខ្ញុំមិនកាត់ទេមានអ្នកណាគេកាត់ឲ្យគាត់បើគាត់ឈឺបានពីណាព្យាបាលឲ្យគាត់យើងមានជំនាញខាងហ្នឹងហើយយើងត្រូវតែទទួលទាំងអស់ទាំងប្រុសទាំងស្រីតែម្ដងក្នុងគំនិតខ្ញុំអត់ដែររើសអើងទេមនុស្សប្រុសខ្ញុំនិយាយមែនព្រោះពេលដែលគាត់មកហាងខ្ញុំម្ដងគឺមានអារម្មណ៍ថាក្នុងចិត្តគាត់គឺគាត់ភ័យគាត់ខ្លាចគេមិនទទួលខ្លាចគេមិនកាត់ឲ្យព្រោះដោយសារឥឡូវនេះជើងគាត់កំពុងតែមានបញ្ហាខ្ញុំមិនអាចពេលដែលឃើញភ្ញៀវមានបញ្ហាអញ្ចឹងហើយបងខ្ញុំអត់ធ្វើទេខ្ញុំអត់ធ្វើអត់មានអាចនិយាយចឹងកើតទេខ្ញុំនិយាយមែនហើយខ្ញុំក៏គ្មានគំនិតថាពេលដែលគាត់មកខ្ញុំនឹងនិយាយបែបហ្នឹងទេហើយខ្ញុំកាត់តិចក្រាញ់បងប្អូនតាំងពី2018តែអ្នកស្គាល់ខ្ញុំគឺទៅតែ2020នេះទេស្គាល់ខ្ញុំច្រើនខ្លាំងមែនតើខ្ញុំនិយាយត្រឡប់ទៅក្រោយវិញតាំងពី2018មកបងប្អូនខ្ញុំនិយាយមែនឃើញអ្នកដែលគាត់កាត់តិចក្រាញ់នៅហាងផ្សេងគេមកហៅមកខ្ញុំអាណិតណាពេលខ្ញុំកាត់ផុសក្នុង TikTok ដបងអីអញ្ចឹងណាបងប្អូនសូវហ៊ានបើកចំហនិយាយរឿងកាត់តិចក្រាញ់មនុស្សប្រុសទេខ្លាចអើយបងគេគិតថាខ្ញុំហ្នឹងអូយមនុស្សប្រុសក៏កាត់ដែរខ្លួនឯងស្រីចាស់ចេះខ្មាស់គេតែខ្ញុំខ្លាចគេនិយាយបែបហ្នឹងដាក់ខ្ញុំឲ្យបានខ្ញុំអត់សូវបញ្ចេញតែឥឡូវនេះបានផ្លាស់ប្ដូរគំនិតខ្ញុំតាំងពី2020មករហូតដល់ឥឡូវខ្ញុំទទួលកាត់តិចក្រាញ់មនុស្សប្រុសហើយខ្ញុំនិយាយនៅក្នុងវីដេអូក្តែងថានៅក្នុងហាងខ្ញុំកាត់តិចក្រាញ់មនុស្សប្រុសដែរអញ្ចឹងបងបរោះដែលគាត់កាត់តិចក្រាញ់បងប្អូនអាចមកបានបាច់អៀនបាច់ខ្មាស់ហេកន្លែងនេះបងប្រុសគឺមានច្រើនខ្លាំងមែនតើសឹងថាភាគច្រើនខ្ញុំបង្ហាញស្រាក់ជើងមនុស្សប្រុសទាំងអស់សឹងបងទាំងអស់គ្នាមកដោយមិនបាច់ភ័យខ្លាចទេថាជើងខ្លាំងកម្រិតណាម៉ាក់បេឡាអាចកាត់បានព្យាបាលបានទាំងអស់បីតែឥឡូវនៅតែមានអ្នកគាត់រើសអើងចង់ប្រាប់បងប្រុសថាអ្នកណារើសអើងបងប្អូនអាចមកហាងម៉ាក់បេឡា